ការសោកសៅគឺជាអារម្មណ៍នៃធម្មជាតិដែលជាផ្នែកមួយដ៏សំខាន់នៃបទពិសោធន៍របស់ជីវិតមនុស្សគ្រប់រូបវាជាការប្រតិកម្មនៃផ្លូវចិត្តដែលបានកើតឡើងនៅពេលដែលយើងជួបប្រទះនឹងរឿងមិនល្អណាមួយដោយមានការខកបំណងឬការប្រែប្រួលធំដុំក្នុងជីវិតមូលហេតុដែលចម្បងនាំឲ្យមានការសោកសៅ 1. ការបាត់បង់មនុស្សជាទីស្រឡាញ់គឺចិញ្ចឹមជីវិតសត្វឬអ្វីមួយដែលមានតម្លៃខ្លាំងក្នុងជីវិត 2. ការបែកបាក់ការបញ្ចោលទំនាក់ទំនងស្នេហាឬមិត្តភាពឬការប្រក់ប្រាស់ចាកគ្រួសារ 3. ការខកបំណងការមិនសម្រេចជោគជ័យលើការងារឬការសិក្សាឬគោលដៅដែលបានរំពឹងទុកខ្ពស់ 4. ការប្រែប្រួលនៃជីវិតការផ្លាស់ប្ដូរទីកន្លែងរស់នៅគឺការបាត់បង់ការងារឬបញ្ហាសុខភាពដូច្នេះហើយយើងត្រូវពិចារណាអំពីកងទុក្ខឬការយល់ដឹងអំពីធម្មជាតិនៃសេចក្តីទុក្ខមិនមែនជាការបង្ខិតបង្ខំនៃចិត្តគំនិតនេះប្រកបដោយគ្រឿងអវិជ្ជមាននោះទេប៉ុន្តែការមើលឃើញជាការពិតនៃជីវិតដើម្បីរំដោះចិត្តឲ្យផុតពីការជាប់ជំពាក់និងការស្វែងរកសន្តិភាពនៅក្នុងផ្លូវចិត្តឲ្យពិតប្រាកដនោះក្នុងព្រះពុទ្ធសាសនាអំពីការយល់ដឹងនៃកងទុក្ខចែកចេញជា3កម្រិតសំខាន់ 1. ទុក្ខទុក្ខទុក្ខផ្ទាល់គឺជាការឈឺចាប់ដែលស្ដែងចេញច្បាស់ទាំងផ្លូវកាយនិងផ្លូវចិត្តដូចជាការឈឺថ្កាត់ការចាស់ជរាការប្រក់ប្រាស់ឬការខឹងនិងការសោកសៅ 2. វិបរិណមទុក្ខទុក្ខពីការប្រែប្រួលជាទុក្ខដែលកើតចេញអំពីការប្រែប្រួលនៃសេចក្តីសុខភាពសប្បាយរីករាយដែលយើងមានមិនអាចថិតថេររហូតនោះឡើយហើយនៅពេលដែលវារលាយបាត់ទៅវានឹងកើតជាស្ថានភាពប្រកបដោយសេចក្តីទុក្ខសោកដោយប្រការផ្សេងរមែងកើតឡើងប្រកបដល់ខ្លួនយើង 3. សង្ខារទុក្ខទុក្ខនៃសង្ខារគឺជាទុក្ខជ្រៅដែលកើតចេញអំពីធម្មជាតិនៃខន្ធទាំង5មានរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណដែលត្រូវសម្ពាធអំពីការប្រែប្រួលជានិច្ចមិនអាចថិតថេរក្នុងភាពល្អឥតខ្ចោះបានទេដូច្នេះយើងត្រូវស្ដាប់អំពីអត្ថប្រយោជន៍នៃការពិចារណានៃកងទុក្ខការកាត់បន្ថយភាពការប្រកាន់នៃការជាប់ជំពាក់ពោលគឺតណ្ហានិងកិលេសនៅពេលយល់ថាអ្វីទៀងទាត់យើងនឹងមិនប្រមាទឬការភ្ជាប់ខ្លាំងពេកលើទ្រព្យសម្បត្តិកិត្តិយសឬទំនាក់ទំនងឡើយការបង្កើតចិត្តស្ងប់និងស្មើនៅពេលដែលជួបវិបត្តិឬការខកបំណងយើងមិនត្រូវតក់ស្លុតខ្លាំងព្រោះការយល់ឃើញថាជាធម្មជាតិនៃជីវិតតែប៉ុណ្្នឹងឯងលោកអ្នកត្រូវបង្កើតមេត្តាករុណាការយល់ថាមនុស្សនិងសត្វទាំងអស់សុទ្ធតែរងទុក្ខដូចគ្នាដូច្នេះយើងត្រូវធ្វើចិត្តឲ្យទន់ភ្លន់យល់អធ្យាស្រ័យនិងការកាត់បន្ថយភាពអាត្មានិយមរបស់ខ្លួនឯងដូច្នេះយើងត្រូវពិចារណាអំពីវិធីប្រចាំថ្ងៃនៃការអប់រំចិត្ត 1. សង្កេតឲ្យមានសតិនៅពេលអារម្មណ៍ទុក្ខកើតឡើងកុំប្រយុទ្ធប្រឆាំងឬការរត់គេចអំពីវាគ្រាន់តែជាអ្នកសង្កេតថាទុក្ខនោះកើតឡើងយ៉ាងណាហើយវារលត់ទៅវិញយ៉ាងណា 2. រំលឹកអំពីត្រៃលក្ខណ៍ប្រើការត្រេះរិះពិចារណាអំពីភាពនៃអនិច្ចំពលគឺសេចក្តីមិនទៀងទុក្ខំជាទុក្ខអនត្តាមិនមែនជារបស់យើងពិតប្រាកដអារម្មណ៍ឬស្ថានភាពដែលយើងកំពុងជួបប្រទះនៅពេលនេះមិនមែនជាអត្តសញ្ញាណអចិន្ត្រៃយ៍របស់យើងឡើយ 3. ស្វែងរកគុលនៃសមុទយៈការបញ្ជាក់ខ្លួនឯងថាតើការឈឺចាប់នេះកើតចេញពីការចង់បានឲ្យអ្វីកើតឡើងតាមចិត្តរបស់យើងឬការបដិសេធមិនព្រមទទួលស្គាល់នៃការពិតដូច្នេះការទទួលស្គាល់អំពីភាពមិនទៀងទាត់ឬអនិច្ចតាធម៌គឺជាធម៌ដ៏សំខាន់នៅក្នុងការរំដោះចិត្តឲ្យផុតពីការប្រកាន់ភ្ជាប់និងភាពសោកសៅវាជាការទទួលស្គាល់នៃការពិតក្នុងជីវិតថាក្នុងโลกនេះមានអ្វីមួយថាជាអារម្មណ៍ឬមនុស្សដែលជាទីស្រឡាញ់ទ្រព្យសម្បត្តិឬភាពជីវិតអាចថិតថេរនៅដដែលជារៀងរហូតនោះទេ
ការកាត់បន្ថយនៃភាពឈឺចាប់ពីការប្រែប្រួលការឈឺចាប់ភាគច្រើនគឺការចេញពីការដែលយើងរំពឹងធ្វើអ្វីៗនៅទៀងទាត់ឬចង់ឲ្យស្ថានភាពល្អស្ថិតស្ថេរនៅជាមួយយើងជានិច្ចនៅពេលដែលយើងទទួលស្គាល់ថាការដែលប្រែប្រួលជាច្បាប់នៃធម្មជាតិយើងនឹងលែងតក់ស្លុតឬប្រឆាំងតវ៉ាខ្លាំងពេកនៅពេលមានការផ្លាស់ប្ដូរដែលកើតឡើងលោកអ្នកត្រូវផ្ដល់តម្លៃនៃគណៈក្នុងពេលបច្ចុប្បន្ននេះដោយសារដឹងថាអ្វីៗមិននៅរហូតឬការរស់នៅក្នុងពេលបច្ចុប្បន្ននេះកាន់តែមានន័យនោះទេយើងចេះឲ្យតម្លៃលើពេលវេលាជាមួយនឹងមនុស្សដែលជាទីស្រឡាញ់ចេះរីករាយនឹងសុខតូចតាចនិងរៀបចំជីវិតដោយមិនប្រមាទផ្ដល់កម្លាំងចិត្តក្នុងគ្រាលំបាកដោយដែលមានសេចក្តីសុខនៅអមតៈក្តីទុក្ខឬវិបត្តិនិងឧបសគ្គក៏មិនអាចស្ថិតស្ថេរនៅរហូតដែរការផ្ដល់កម្លាំងចិត្តក្នុងគ្រាលំបាកដោយដែលក្តីសុខមិននៅអមតៈក្តីទុក្ខឬវិបត្តិនិងឧបសគ្គក៏មិនអាចនៅស្ថិតស្ថេររហូតដែរការយល់ដឹងនេះយើងរំលឹកឲ្យដឹងខ្លួនថារឿងរ៉ាវដ៏លំបាកទាំងនេះក៏វានឹងត្រូវឆ្លងផុតអំពីសេចក្តីទុក្ខដូចគ្នាការសង្កេតប្រែប្រួលតូចតាចដោយខ្លួនឯងគឺចាប់ផ្ដើមពីការសង្កេតនៃការដកដង្ហើមចេញដកដង្ហើមចូលក្នុងអារម្មណ៍ផ្លាស់ប្ដូរសប្បាយកើតទុក្ខធុញទ្រាន់និងកាយសម្បទាដែលប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃការឃើញនៃការប្រែប្រួលតូចៗទាំងនេះគឺជួយឲ្យយើងចេះរៀបចំខ្លួនទទួលយកនៅអារម្មណ៍ដែលប្រែប្រួលជាធំដូច្នេះការលះបង់គ្រប់យ៉ាងចូលយើងយល់ថាយើងអាចធ្វើល្អបំផុតបានត្រឹមតែលើសកម្មភាពនៃការគិតឬជំរើសរបស់យើងប៉ុណ្ណោះប៉ុន្តែយើងមិនអាចគ្រប់គ្រងលទ្ធផលដែលមនុស្សជុំវិញខ្លួនឬស្ថានភាពខាងក្រៅបានទាំងអស់នោះទេសេចក្តីសុខរបស់មនុស្សគឺស្ថិតនៅលើអស់ការជាប់ជំពាក់និងសេចក្តីទុក្ខមានការប្រកាន់ឧបាទានដែលជាគ្រឿងញ៉ាំងកាមទាំងឡាយឲ្យកើតឡើងការមិនជាប់ជំពាក់នឹងកាមទាំងឡាយការមិនខឹងក្រោធការមិនវង្វេងសុទ្ធតែជាហេតុនៃការបង្កើតនៃសេចក្តីសុខរបស់ខ្លួនឯងឲ្យស្ថិតស្ថេរទៅបានយូរអង្វែង